Rashford ទៅហើយ Rashford Asensio 3គ្រាប់របស់ Aston Villa បាទគ្រាប់ដំបូងគេគឺរកបានដោយកីឡាករ Marco Asensio នៅនាទីទី50ជំរាបសួរប្រិយមិត្តបាល់ទាត់ជាទីមេត្រីស្វាគមន៍ផ្សាយជាថ្មីបាទថ្ងៃនេះគឺជាថ្ងៃទី13ខែមីនាឆ្នាំ2025បាទថ្ងៃនេះ admin មកប្រកាសលទ្ធផលផ្លូវការទាំង4គូដែលស្ថិតនៅក្នុងព្រឹត្តិការណ៍ UEFA Champions League វគ្គ16ក្រុមអូខេឥឡូវយើងកុំឲ្យខាត់ពេលយូរយើងទៅមើលលទ្ធផលទាំងអស់គ្នាបាទគូទី1នេះគឺជួបគ្នារវាង Lille ប៉ះជាមួយនឹង Dortmund លទ្ធផលផ្លូវការនោះគឺក្រុមភ្ញៀវ Dortmund បានយកឈ្នះទៅលើក្រុមម្ចាស់ផ្ទះ Lille 2-1 ពីគ្រាប់របស់ Borussia Dortmund គ្រាប់ដំបូងគេគឺរកបានដោយកីឡាករ Emre Can នៅនាទីទី54Emre Can និងគ្រាប់ទី2រកបានដោយកីឡាករ Maximilian Beer នៅនាទីទី65គូទី2គឺជួបគ្នារវាង Aston Villa ប៉ះជាមួយនឹង Club Brugge លទ្ធផលផ្លូវការនោះគឺក្រុមម្ចាស់ផ្ទះបាទ Aston Villa យកឈ្នះទៅលើក្រុមភ្ញៀវ Club Brugge 3-0 3គ្រាប់របស់ Aston Villa បាទគ្រាប់ដំបូងគេគឺរកបានដោយកីឡាករ Marco Asensio នៅនាទីទី50ចំណែកគ្រាប់ទី2គឺរកបានដោយកីឡាករ Madsen នៅនាទីទី57 Ian Madsen និងគ្រាប់ទី3គឺរកបានដោយកីឡាករ Marco Asensio នៅនាទីទី61គូទី3គឺជួបគ្នារវាងបាទអេស្ប៉ាញប៉ះអេស្ប៉ាញដូចគ្នា Atletico Madrid ប៉ះជាមួយនឹង Atletico Real Madrid លទ្ធផលផ្លូវការយប់មិញគឺលទ្ធផលផ្លូវការដំបូងគឺ1-0បាទប៉ុន្តែគូនេះមានការសុទ្ធពេលណាំងទីនៅចុងម៉ោងហើយសុទ្ធពេលណាំងទីនេះគឺលទ្ធផលផ្លូវការគឺក្រុម Atletico Real Madrid បានយកឈ្នះទៅលើក្រុមម្ចាស់ផ្ទះ Atletico Madrid បាទ4-2 គឺឈ្នះហើយក្រុម Atletico Real Madrid បានឈានជើងឡើងទៅវគ្គ8ក្រុមជាបន្តទៀតគូទី4គឺជួបគ្នារវាងកំភ្លើងធំ Arsenal ប៉ះជាមួយនឹង PSV លទ្ធផលផ្លូវការគឺ2ស្មើពីគ្រាប់របស់កំភ្លើងធំ Arsenal មកគ្រាប់ដំបូងគេគឺរកបានដោយកីឡាករ Chenko នៅនាទីទី6បាទ Zinchenko Oleksandr Zinchenko មិនដឹងខ្ញុំអានត្រូវឬខុសនេះនឹងគ្រាប់ទី2គឺរកបានដោយកីឡាករបាទ Declan Rice នៅនាទីទី37ចំណែកឯពីគ្រាប់របស់ PSV វិញគឺបាទគ្រាប់ដំបូងគេរកបានដោយកីឡាករ Ivan Perisic នៅនាទីទី18និងគ្រាប់ទី2រកបានដោយកីឡាករបាទ Druid នៅនាទីទី70បាទការបង្ហាញលទ្ធផលផ្លូវការទាំង4គូដែលស្ថិតនៅក្នុងព្រឹត្តិការណ៍ UEFA Champions League វគ្គ16ក្រុមឥឡូវនេះបានឈានចូលមកដល់ទីបញ្ចប់ហើយបាទអរគុណបងប្អូនដែលទស្សនាវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់ជួបខ្ញុំនៅវីដេអូក្រោយទៀត